សមត្ថកិច្ចបណ្ដេញជនជាតិវៀតណាមចំនួន15នាក់ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិខាងប្រចាំជនជាតិវៀតណាមចំនួន15នាក់ដែលលួចលាក់ធ្វើការខុសច្បាប់និងគ្មានលិខិតឆ្លងដែនព្រមទាំងប្រព្រឹត្តបទល្មើសផ្សេងៗដែលអនុវត្តទោសរួចរាល់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប្រចាំខេត្តកំពតតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដឹងថានៅថ្ងៃទី20វិច្ឆិកាឆ្នាំ2025តាមមនុស្សសាស្ត្រដ៏ខ្ពង់ខ្ពស់អាដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមចាគឺសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាដាមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកដ្ឋានចាសំទោសអគ្គនាយកអន្តោប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្ដេញជនជាតិវៀតណាមសរុបចំនួន15នាក់ស្រី1នាក់ចេញពីព្រះរាជាណាចក្រកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប្រចាំខេត្តកំពតជនជាតិវៀតណាមទាំង15នាក់ត្រូវបាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលពីការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន7នាក់ស្រី1នាក់ទទួលពីការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការនគរបាលខេត្តកំពតចំនួន1នាក់ទទួលពីការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកែបចំនួន5នាក់និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន2នាក់